ល្បិចបន្លំផ្នែកកម្រិតខ្ពស់យោងតាម NBC News លោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តផ្លាស់ប្ដូរយន្តហោះ Air Force One ដ៏ល្បីល្បាញរបស់ខ្លួនចោលហើយងាកមកជិះយន្តហោះស៊េរីចាស់និងតូចជាងវិញយ៉ាងតាក់ក្រហល់ខណៈពេលដែលចាក់ចេញពីប្រទេសទូគីប្រិមិត្តទស្សនិកជនមកកាន់នីតិព័ត៌មានអន្តរជាតិរឿងអាកំបាំងនិងគួរឲ្យសង្ស័យមួយទើបបានកើតឡើងចំពោះក្បួនធ្វើដំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកយោងតាមសេចក្តីរាយការណ៍ពីបណ្ដាញសារព័ត៌មាន NBC News បានទម្លាយឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តផ្លាស់ប្ដូរយន្តហោះធ្វើដំណើរយ៉ាងតាក់ក្រហល់បំផុតខណៈពេលដែលលោកចាក់ចេញពីប្រទេសទូគីជាធម្មតាប្រធានាធិបតីអាមេរិកតែងតែជិះយន្តហោះ Air Force One ស៊េរីទំនើបបំផុតប៉ុន្តែលើកនេះលោក Trump ត្រូវបង្ខំចិត្តជិះយន្តហោះស៊េរីចាស់ដែលមានរូបរាងតូចជាងនិងមិនសូវលេចធ្លោទៅវិញតើមានអ្វីនៅពីក្រោយការផ្លាស់ប្ដូរយន្តហោះភ្លាមៗនេះប្រពន្ធពីមន្ត្រីជាន់ខ្ពស់សតវិមានបានបញ្ជាក់ថានេះមិនមែនជាបញ្ហាបច្ចេកទេសយន្តហោះនោះទេប៉ុន្តែវាគឺជាសេចក្តីសម្រេចចិត្តផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត Security Decision នេះវិភាគបានលើកឡើងថាការធ្វើដំណើរនៅក្នុងតំបន់ពីចំពោះពីដែលមានភាពតានតឹងជាពិសេសដែនអាកាសដែលគៀកទៅនឹងតំបន់ជំនួសវាមានហានិភ័យខ្ពស់ខ្លាំងណាស់ក្នុងការរងការលួចវាយប្រហារ assassination attempt ពីសំណាក់ក្រុមភរិយករឬកម្លាំងប្រដាប់អាវុធផ្សេងៗការជិះយន្តហោះស៊េរីចាស់និងបន្សោលេចធ្លោនេះគឺជាល្បិចបិទបាំងអត្តសញ្ញាណដើម្បីបន្លំភ្នែករ៉ាដាសត្រូវមិនឲ្យដឹងថាប្រធានាធិបតីអាមេរិកកំពុងហោះហើរក្នុងយន្តហោះមួយណានោះឡើយក្រៅពីការផ្លាស់ប្ដូរយន្តហោះកងទ័ពអាមេរិកក៏បានបញ្ជូនវងយន្តហោះចម្បាំងអំបាំងកាយនិងប្រព័ន្ធការពារដែនអាកាសឲ្យហោះហើរអមការពីយ៉ាងតឹងរ៉ឹងបំផុតរហូតដល់លោក Trump ចាក់ចេញផុតពីតំបន់គ្រោះថ្នាក់ដោយសុវត្ថិភាពនេះបញ្ជាក់ឲ្យឃើញថាការធ្វើដំណើររបស់មេដឹកនាំអាមេរិកគឺពោរពេញទៅដោយហានិភ័យនិងការសម្ងាត់ជានិច្ចតាមប្រិមិត្តយល់យ៉ាងណាចំពោះយុទ្ធសាស្ត្របន្លំផ្នែករបស់ក្រុមអង្គរៈអាមេរិកនេះសូមខមមិនបញ្ចេញមតិនៅវីដេអូខាងក្រោមកុំភ្លេចចុច like share follow page ដើម្បីតាមដាននៅវីដេអូថ្មីៗបន្តទៀតខ្ញុំបាទសូមអរគុណសូមគោរពលា